បងមើលចិត្តដល់បរិយដែលខ្ញុំចង់ឲ្យបងមកមើលជាមួយខ្ញុំនៅខាងមុខនេះហ៎មិនយកទៅមើលសិនចង់ដឹងបរិយនឹងស្អាតអត់បងខ្ញុំមកដល់នេះតោះខ្ញុំចូលទៅកែឡៃគេមកភៀវណាស់ល្មងហែងមកភៀវមួយទៀតហើយបងជំរាបសួរបងជំរាបសួរបងចង់ដឹងព័ត៌មានផ្ទះបងបន្តិចចាំបងនេះបងអញ្ជើញចូលមកក្នុងសិនណាបងនេះបងមកផ្ទះដែលខ្ញុំឃើញតាមដាននៅក្នុង Facebook page គេ review ថាស្អាតរបស់គេមែនតាចាំបងនេះបងអូនសូមបង្ហាញប្លង់ទស្សនវិជ្ជារួមនៅលើម៉ាកែតនេះផ្ទាល់តែម្ដងណាបងនេះសម្រាប់គម្រោងទី2គម្រោងបរិយាខាងប្អូនណាហើយជាប្រភេទផ្ទះជីវកម្មទំនើបផងជាប្រភេទផ្ទះដែលស្នាក់នៅបែបធម្មជាតិផងសំខាន់មុតដំបូងកញ្ចក់នៅខាងលើមែនប៉ុន្តែផ្ទៃរាបស្មើហ្នឹងគឺយើងចាក់ប្លង់សេហើយគ្របស័ង្កសីអ៊ីស្លង់ថែមមួយជាន់ទៀតណាបងចង់ឥឡូវទៅមើលផ្ទះតបានហើយបងចង់ទៅមើលផ្ទះជាក់ស្ដែងឬក៏ផ្ទះគំរូមុនដែរបងតែធម្មតាអញ្ចឹងស្រីបងមានតែផ្ទះជាក់ស្ដែងហើយផ្ទះគំរូយកមកបងហើយទ្វារនឹងចាំបាច់ដាក់2តង់ទៅឲ្យខ្ជិលបើកចាបងដាក់ទ្វារ2តង់ហ្នឹងឲ្យបងល្អដើម្បីបង្កើនទំនុកចិត្តហើយនិងសុវត្ថិភាពជូនបងបន្ថែមទៀតអញ្ចឹងណាបងសូមចេញចូលបងផ្ទះគេស្អាតដូចគេ review ក្នុងវីដេអូមែនតាអាគេមានជាលំហធំល្អស្រឡះហើយមានភ្លឺទៀតណោះហើយខ្ញុំឆ្លាញ់អាសួនរុក្ខជាតិក្នុងផ្ទះហ្នឹងបងតែអញ្ចឹងសោះចាំបាច់ធ្វើកម្មចរាឡើងចុះទៅអីព្រមធ្វើឲ្យស្មើចាបងបរិបទផ្ទះនេះគឺនាំចូលពលឺធម្មជាតិចូលហើយបងចង់ដាំរុក្ខជាតិបៃតងអីគឺលូតលាស់ល្អហ្មងធ្វើឲ្យការរស់នៅរបស់យើងកាន់តែមានផាសុកភាពជាងមុនអញ្ចឹងណាបងហើយមួយទៀតតាក់ទងនឹងកម្មចរាឡើងនេះដែរគឺយើងធ្វើចង់បែងចែករវាងបន្ទប់ទទួលភ្ញៀវផ្សេងជាមួយនឹងផ្ទះបាយផ្សេងគ្នាហើយសំខាន់កម្មឡើងចុះអញ្ចឹងធ្វើឲ្យបងហុងស៊ុយបងឡើងតាមនឹងដែរអញ្ចឹងណាបងតើបងឥឡូវនេះចាំប្អូនជូនបងទៅមើលជុំវិញគម្រោងព្រមទាំងជូនបងទៅមើលផ្ទះជាក់ស្ដែងផងដែរតោះបងបងនិយាយចឹងទឹកភ្លើងនៅនេះមិនដែរបងហើយមានសន្តិសុខអីអត់ទេបងគាត់ថានៅហ្នឹងអត់មានអីប្រើហើយបរិយនោះសង្ស័យលេខទឹកហ្មងបងចិត្តជាក់បងនៅទីនេះគឺអត់ដែលមានបញ្ហាលេខទឹកទេបងហើយមួយទៀតទឹកភ្លើងរកប្រើប្រាស់ស្រួលមួយអែហ្មងបងហើយបរិយគឺដាក់ប្រព័ន្ធលូទឹកភ្លៀងសាំងស្តង់ដារ100%បងហើយតើតើនឹងសុវត្ថិភាពសន្តិសុខវិញគឺ24ម៉ោងលើ24ម៉ោងហ្នឹងហើយបងបន្ទាប់ពីខ្ញុំក៏បិទលេខផ្ទះទីតាំងហើយអស់អញ្ចឹងប្រើពេលរយៈពេលប៉ុន្មានទៀតដើម្បីខ្ញុំអាចធ្វើការកុងត្រាទិញលក់ក៏ដូចជាប្រកល់សារខ្ញុំចូលនៅបានចាបងសម្រាប់ទៅបាននិយាយជួយមកចូលមកសិនម៉ែបញ្ញាប់តែងទៅអីទៅមកពី3កន្លែងទៀតទៅអ្នកលក់ដូចមិនសូវមិនផងបងយកមើលចិត្ត10ផ្ទះជាងឯណាបងសំខាន់ខ្ញុំស្រឡាញ់ទេតែបងអត់ស្រឡាញ់ឥឡូវបងឯអ្នកទិញខ្ញុំអ្នកទិញតើបងឥឡូវកុំឲ្យបាក់បាយស្កែនកត់បិទទីតាំងហ្មងទៅព្រោះអីកោការលក្ខខណ្ឌបងឯងយើងនិយាយត្រូវគ្នាអស់ហើយនឹងបងហើយណាមួយបងក៏ស្រឡាញ់ទៀតមែនអត់មានបងនេះរងកង្វល់របស់អតិថិជនទាំងអស់ជាពិសេសគឺនៅបរិយា Eco Residence សែនសុខតាក់ទងនឹងបញ្ហាលេខទឹកបញ្ហាស្ទះចរន្តលូខ្លាចមិនមានទឹកភ្លើងរត់ប្រើប្រាស់គ្រប់គ្រាន់សូមកុំបារម្ភអីចំពោះបរិយាខាងប្អូនគឺអាចជឿទុកចិត្តបាន The Eco Residence Sansok Comfort of Living